បាទជាដំបូងសូមជម្រាបសួរទៅដល់លោកគ្រូនិងអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់អំពីរបៀបដំឡើង Channel S នៅលើ VMware អញ្ចឹងកុំឲ្យខាតពេលយូរយើងទៅ VMware របស់យើងបន្ទាប់មកយើង create new virtual machine មកយើងយក next អញ្ចឹងយើងអាចកន្លែងនេះយើងអាចដាក់ file ISO របស់ Channel S ដែលយើងអាច download បាននៅក្នុងbrowser អញ្ចឹងខ្ញុំបាន download រួចហើយអញ្ចឹងខ្ញុំបានប្រើវាទៅកាន់ part file របស់ខ្ញុំហើយអញ្ចឹង open ហើយយើងយក next អូខេអញ្ចឹងកន្លែងនេះដែរយើងដាក់ឈ្មោះ virtual machine របស់យើង Channel S អញ្ចឹងហើយ location យើងអាចបើយើងដាក់ក្នុង drive C អញ្ចឹងវាឆាប់ពេញអញ្ចឹងយើងដាក់ក្នុង drive D មកអញ្ចឹងខ្ញុំយកទៅ virtual machine ហើយខ្ញុំបង្កើត folder មួយដើម្បីផ្ទុកChannel S អញ្ចឹងដាក់ Channel S អូខេ rename អូខេ Channel S ខ្ញុំសូមទៅបង្កើតនៅក្នុងហ្នឹងបង្កើត folder នៅក្នុង path របស់ខ្ញុំអូខេអញ្ចឹងដោយសារតែវាមាន folder មួយហើយអញ្ចឹងខ្ញុំដាក់ឈ្មោះផ្សេង Channel S D2 អូខេអញ្ចឹងខ្ញុំប្រើទៅកាន់ folder យើងអូខេអញ្ចឹងយើងយក next ហើយកន្លែងនេះដែរគឺ hard disk storage របស់យើងចង់ set ប៉ុណ្ណាក៏បានដែរលើហ្នឹងអាស្រ័យទៅលើ machine របស់យើងហើយកន្លែងនេះដែរគឺ custom hardware អញ្ចឹងយើងចង់ដាក់មិនច្បាស់ដែរសំខាន់ឲ្យតាម machine យើងរត់រួចអញ្ចឹងខ្ញុំសូមដាក់ default របស់វាហើយ finish អូខេអញ្ចឹងយើង start អញ្ចឹងយើងវាចេញបែបនេះយើងយកទី1 install Channel S stream 10ចាំតិចបាទអញ្ចឹងនៅពេលដែលយើងតារាងរួចវាចេញទាំង UI បែបនេះហើយយើងយកអង់គ្លេសអង់គ្លេសយើងយក continue បន្ទាប់មកកន្លែងនេះយើងត្រូវ config វាយើងត្រូវមាន root account មួយកន្លែងនេះដែរយើងយក enable root account យើងអាចយក default បានទេអញ្ចឹងបើយើងយក default គេក៏អាចប្រើរបស់យើងបានដែរដាក់ password អូខេ done ហើយយើងយក create user មួយទៀតដាក់ឈ្មោះខ្ញុំហើយយើងដាក់ password អូខេហើយយើងយក done បន្ទាប់មកយើងត្រូវ install destination នេះមួយទៀតយើងយក automatic
ចឹងតមកយើង begin installation ចឹងយើងកំពុងតែ install ចឹងវាបានពេញហើយចឹងយើង reboot system ចឹងយើងដាក់ឈ្មោះរបស់យើង password ហើយចឹងនេះជា CentOS ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដាន